ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីបច្ចេកទេសក្នុងការបដោះកូនពេញប៉ោះ cherry របស់យើងនេះគឺជាពេញប៉ោះ cherry របស់យើងដែលយើងបានបដោះមកដល់ពេលនេះគឺពេញប៉ោះរបស់យើងគឺបាន14ថ្ងៃហើយសម្រាប់ពេញប៉ោះ cherry ពេលយើងបដោះនៅក្នុងទ្រេរហូតដល់យើងយកទៅដាំគឺវាមានអាយុ25ថ្ងៃហើយចំពោះពេញប៉ោះនេះដែរឃើញថាយើងបដោះគឺមានការលូតលាស់ល្អមែនទែនមានថាវាដុះ 100% ហ្មងគឺមានន័យថាពូជនឹងគឺមានអត្រាដំណោះល្អមែនទែនបាទនេះគឺជាពូជដែលយើងយកមកបដោះនៅក្នុងទ្រេនេះគឺជាពូជនេះគឺវាពិតជាមានអត្រាដំណោះល្អមែនទែនយើងឃើញហើយបាទពុកម៉ែបងប្អូនយើងឃើញថាពេញប៉ោះនៅក្នុងនេះនៅក្នុងទ្រេគឺវាដុះ 100% មានថាទ្រេរបស់យើងគឺ104អញ្ចឹងវាដុះទាំងអស់ហ្មងណារូបមន្តនៅក្នុងការលាយល្បាយដីត្រូវយើងមានអីខ្លះទី1គឺយើងត្រូវមានដីសម្រេចទី2យើងមានស្កៃដូងម៉ត់ទី3យើងមានខ្ជួងអង្កាមហើយទី4គឺយើងមានកបោសបើសិនជាបងប្អូនមានកបោសចង់បិទដាក់កបោសក៏បានមិនដាក់ក៏បានអត់អីទេហើយបើសិនជាបងប្អូនចង់យល់ដឹងអំពីបច្ចេកទេសក្នុងការលាយល្បាយដីបន្ថែមបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមនេះបានវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណ